សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងបន្តសាច់រឿងស្នេហារវាងអាទិទេពនិងមនុស្សរបស់យើងទៀតហើយបន្តពីភាគមុនតួស្រីមិនអាចបន្តនៅទីនេះបានទេនាងមិនអាចក្លាយជាប្រពន្ធរបស់នរណាម្នាក់នៅទីនេះជាដាច់ខាតដូច្នេះហើយនាងត្រូវតែស្វែងរកផ្លូវចេញពីទីនេះឲ្យទាល់តែបាននាងបានរត់គេចខ្លួនចេញពីគុកដែលគ្មានបញ្ហានៅកន្លែងទូលាយបែបនេះវាគ្មានអ្វីពិបាកនោះទេប៉ុន្តែមានបញ្ហាពីរទី1កាបូបរបស់នាងទោះជានាងរត់គេចពីទីនេះបាននាងក៏ត្រូវស្លាប់នៅលើវាលខ្សាច់ដដែលដែរជាពិសេសសិភៅរបស់នាងតែម្ដងបើគ្មានវាទេនាងមិនអាចធ្វើដំណើរបាននោះទេហើយនាងមិនអាចនឹងទៅផ្ទះនាងវិញក៏ថាបានបញ្ហាទី2គឺកវលរបស់នាងព្រោះថានាងត្រូវប្រើវេទមន្តលើកវលនេះម្ដងទៀតមុននឹងវាអស់ប្រសិទ្ធភាពហើយនាងក៏ត្រូវឲ្យកវលនេះសម្រាប់រយៈពេល1អាទិត្យផងដែរបើមិនអញ្ចឹងទេវានឹងបែកជាមិនខានចេញមកដល់ក្រៅនាងក៏ចម្លែកចិត្តហេតុអ្វីទីនេះមានទីធ្លាធំខ្លាំងម្ល៉េះវាដូចជារាជវាំងមួយទៅហើយតាមបរិបទដែលចាប់នាងមកនោះជាអ្នកណាទៅម្យ៉ាងវិញទៀតនាងក៏នៅជ្រៅទៀតមើលទៅការរត់គេចរបស់នាងពិបាកបន្តិចហើយបន្ទាប់ពីលោតហក់ពីកន្លែងមួយទៅកន្លែងមួយនាងក៏បានមកដល់សួនច្បារមួយកន្លែងស្អាតបែបនេះមើលទៅច្បាស់ជារបស់អ្នកមានអំណាចហើយភ្លាមនោះនាងក៏ឃើញបុរសម្នាក់ដែលកំពុងតែងូតទឹកនៅជិតនោះនាងក៏ប្រញាប់លាក់ខ្លួននៅក្នុងគុម្ពព្រៃភ្លាមជាមួយនឹងការភ័យត្រត្រាក់ផងដែរគេជាបុរសឈួតម្នាក់នោះនាងមិនចង់ជឿសោះថានាងមកជួបគេទាំងបែបនេះកំពុងវាចាញ់ហើយតួប្រុសរបស់យើងក៏ដើរមកដល់ថាឲ្យនាងធ្វើខ្លួនដូចជាសត្វកណ្ដុរតែម្ដងពេលនេះនិយាយឲ្យភ្លាមគេក៏ចាប់បោះនាងចូលទៅក្នុងទឹកធ្វើឲ្យនាងសើមដូចគ្នាគេក៏សួរនាងតើនាងមកលបមើលអ្វីនៅទីនេះតើនេះជាទម្លាប់របស់នាងក្នុងការលួចមើលគេងូតទឹកឯងឬមួយក៏នាងចង់មកស៊ើបអង្កេតអ្វីតួស្រីប្រកាច់ទាំងពីរហើយក៏ស្រែកឲ្យគេវិញថាគេជាអ្នកណាមិនក៏ចាប់ចម្រិតមនុស្សស្រីពីផ្លូវទាំងកណ្ដាលថ្ងៃហើយនៅគ្មានអ្នកណានិយាយថាលោកធ្វើខុសទៀតគេឆ្លើយមួយម៉ាត់ថានៅក្នុងទឹកដីនេះគេចង់ធ្វើអ្វីក៏បានស្អីគេលោកឯងជាព្រះមែនឬក៏ជាស្ដេចនៃទឹកដីនេះនាងក៏ដាំមកចិត្តនាងបើយើងពិតជាស្ដេចមែនតើនាងអាចស្ងាត់បាននៅហើយធ្វើតាមបញ្ជាយើងឈ្មោះថាស៊ីហាតសែនប៊ីដេតជាស្ដេចនៃផឺសៀននេះតួស្រីភ្ញាក់ផ្អើលមែនតែនតែនេះឬជារ៉ាគុនអាទិទេពរបស់ផឺសៀនស៊ីហាតក៏ចាប់លើកនាងលីទៅហារ៉ាមរបស់គេវិញដែលមិនស្ដាប់ការស្រែករបស់នាងនោះទេបោះនាងទៅលើពុកហើយគេក៏សួរនាងតើនាងជាអ្នកស៊ើបការមកពីក្រមវល់មែនទេយីគាត់នេះចូលចិត្តប្រាំអំពើហិង្សាម៉េះតួស្រីក៏បកស្រាយនាងមកពីទិសខាងជើងមែនប៉ុន្តែនាងមិនមែនមកពីក្រមវល់នោះទេនាងក៏មិនមែនជាអ្នកស៊ើបការអ្វីដែរមូលហេតុដែលនាងចង់ទៅក្រាធានោះគឺគ្រាន់តែចង់មើលទេសភាពគ្មានអ្វីផ្សេងនោះទេនាងគ្រាន់តែជាអ្នកត្រាច់ចោលម្នាក់តែប៉ុណ្ណោះសូមជឿនាងទៅស៊ីហាត់ទទួលបានចម្លើយហើយក៏ទៅនិយាយអ្វីផ្សេងថានាងចង់លបួងគេមែនហើយសម្លឹងមើលនាងមិនដកភ្នែកសោះមានអាណាវាក៏មកពីខ្លួនរបស់នាងដែលទៅតាក់ជោគនេះឯងលោកសម្លឹងមើលអីស៊ីហាត់ក៏កាន់តែគៀកចូលមកចិត្តនាងជាខ្លាំងក្រែងគេគិតថានាងមិនស្អាតអីមិនក៏ពេលនេះសុំលោកចេញឲ្យឆ្ងាយពីខ្ញុំស៊ីហាត់ក៏ចាប់មុខរបស់នាងមកទោះបីជាយើងមិនបាននិយាយថានាងជាមនុស្សស្អាតប៉ុន្តែនាងមានកែវភ្នែកមួយគូដ៏ស្រស់ស្អាតមកកាន់តែចិត្តមែនតែននាងក៏មិនអាចកម្រើកបានដែរណាមួយគេក៏ចាប់ដៃរបស់នាងជាប់បន្តិចក្រោយមកស៊ីហាត់ក៏លើកខ្លួនឡើងវិញដោយសារតែសីតុណ្ហភាពនៅក្នុងបន្ទប់ស្រាប់តែក្តៅឡើងស៊ីហាត់ក៏និយាយឡើងស្វាគមន៍មកកាន់ហារ៉េមរបស់យើងថ្ងៃស្អែកឡើងតួស្រីក៏ភ្ញាក់ឡើងនៅក្នុងបន្ទប់នាងក៏មានអ្នកបម្រើថ្មីម្នាក់នឹងបម្រើនាងចាប់ពីពេលនេះតទៅនាងឈ្មោះថាណឺរៀងពិបាកហៅបន្តិចអញ្ចឹងអេដមីនសុំហៅថាណូរីវិញនាងក៏និយាយទៅកាន់តួស្រីរីករាយដែលបានជួបអៃរ៉ាតួស្រីក៏សួស្ដីនាងវិញហើយក៏ឆ្ងល់ដែរហេតុអ្វីហៅនាងអៃរ៉ាអញ្ចឹងណូរីឆ្លើយទាំងសរសើរថាស្បែករបស់នាងសមែនតែនអៃរ៉ាគឺជាការហៅមនុស្សស្រីរបស់អាទិទេពអបអរសាទរដែលនាងខ្លាចជាអភិជននិងបម្រើស៊ីហាតបានបន្ទាប់ពីចាក់តែឲ្យនាងផឹកហើយនាងក៏ចេញទៅក្រៅទៅតួស្រីស្មានថាស៊ីហាតជាអ្នកឲ្យអ្នកបម្រើម្នាក់នេះមកស៊ើបអង្កេតនាងទៅតើប៉ុន្តែនាងពិតជាចិត្តល្អនិងស្លូតត្រង់នាងមកទីនេះគ្រាន់តែជួយតួស្រីតែប៉ុណ្ណោះបើមិនចង់ឲ្យនាងនៅទីនេះនាងអាចដេញនាងចេញបានតួស្រីក៏មិនចង់ជឿទេថានាងមកខ្លាចជាមនុស្សស្រីរបស់អាទិទេពបែបនេះ
មិនដូចនៅក្រោមវល់នោះទេដែលមនុស្សជួទៅលើអាទិទេពម្យ៉ាងហៅថាលីមីឆារីឯពើសៀននេះវិញគឺជាទីកន្លែងដែលនៅក្រោមការគ្រប់គ្រងរបស់អាទិទេពដែលគេនិយាយថាផ្ដោតទឹកមកលើវាខ្សាច់ដ៏ស្ងួតហួងហែងមួយនេះគឺហៅថារ៉ាគុននៅទីនេះរ៉ាគុនមិនមែនដូចជាស្ដេចធម្មតានោះទេអ្វីគ្រប់យ៉ាងពាក់ព័ន្ធនឹងនយោបាយជាតិសេដ្ឋកិច្ចទំនៀមទម្លាប់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រ៉ាគុនទាំងអស់គេត្រូវបានគោរពថាជាអាទិទេពរស់នៅឋានមនុស្សប៉ុន្តែទូស្រីមិនខ្វល់ទេថាគេជាព្រះឬមនុស្សគេមិនអាចធ្វើអ្វីតាមដែលចិត្តគេចង់បានទាំងអស់នោះទេគេជាអ្នកលួចយកសាមថោបលើកដំបូងរបស់នាងផងដែរងាកមកកាន់ស៊ីហាត់វិញខណៈពេលដែលជំនួយការរបស់គេជូនដំណឹងពីការងាររួចរាល់បរិះម្នាក់ដែលនៅខាងក្រោយក្នុងសម្លៀកបំពាក់ខ្មៅនោះក៏សួរពីមនុស្សស្រីដែលគេដាក់នៅក្នុងហារ៉ែមនោះពួកគេនិយាយថាការដាក់នាងចូលទៅទីនោះវាគឺជាការសម្រេចចិត្តលឿនពេកព្រោះថាដៃស្ដាំរបស់ព្រះអង្គនឹងមិនពេញចិត្តឡើយដោយសារតែគាត់តែចង់ឲ្យកូនស្រីរបស់គាត់ទៅរស់នៅក្នុងហារ៉ែមនោះឯងនៅមានមន្ត្រីជាច្រើនទៀតដែលចង់បានបែបនេះដូចគ្នាស៊ីហាត់ក៏ឲ្យគេទៅយកតួស្រីមករកគេភ្លាមព្រោះថាគេចង់ដឹងពីនាងបន្ថែមទៀតតួស្រីគ្មាននឹងជំរើសនាងក៏មកតាមបញ្ជាក្នុងចិត្តនេះខឹងគេអាគ្នាកំពុងតែញ៉ាំបាយមកហៅហេតុអ្វីគេហៅនាងភ្លាមអញ្ចឹងហើយហេតុអ្វីនាងត្រូវធ្វើតាមគេដូចជាកូនឆ្កែអញ្ចឹងចូលមកដល់ណូរីក៏ចេញទៅទុកឲ្យនាងនៅទីនេះម្នាក់ឯងតួស្រីមិនចង់ឲ្យណូរីទៅទេព្រោះថាយប់មិញនេះគេថើបនាងអ្នកណាទៅដឹងទៅថាគេចង់ធ្វើអ្វីទៀតនៅថ្ងៃនេះនាងខ្មាស់គេណាស់មិនចង់មើលមុខគេទេស៊ីហាត់ក៏សួរនាងដោយគ្មានគេខ្មាស់អីបន្តិចតែនាងកិច្ចភ្នែកគេដល់ពេលណាទៀតហើយយប់មិញនេះយ៉ាងម៉េចដែរបានគេនៅក្នុងហារ៉ែមតួស្រីឆ្លើយទាំងមិនខ្លាចនាងមិនបានកិច្ចភ្នែករបស់គេទេនាងពិតជាសប្បាយចិត្តណាស់ដែលបានចំណាយពេលនៅក្នុងហារ៉ែមនោះតួប្រុសអញ្ចឹងទៀតបើនាងចូលចិត្តយ៉ាងនេះគេនឹងឲ្យនាងរស់នៅទីនោះរហូតតែម្ដងយ៉ាងម៉េចដែរតួស្រីខ្ញាល់តែម្ដងតែក៏បដិសេធទាំងសោយហេហេទៅនាងក៏ដើរសម្ដៅមករកនាងយប់មិញនេះនាងដូចជាសត្វឆ្មាព្រៃអញ្ចឹងប៉ុន្តែថ្ងៃនេះនាងដូចជាខុសពីធម្មតាស៊ីហាននិយាយទាំងចាប់ខ្លួនរបស់នាងមកចិត្តគេថានាងកំពុងតែរៀបចំល្បិចអ្វីទៀតហើយតែនៅក្នុងចិត្តនេះលុះសរសើរថាដៃរបស់នាងពិតជាទន់ណាស់គេក៏នឹកឃើញសម្ដីរបស់ណាសឺថានាងកាត់ឆ្នះដែរប៉ុន្តែការនិយាយរបស់នាងនិងសម្រស់របស់នាងមិនធម្មតាទេនាងអាចជាអភិជនមកពីទិសខាងជើងស៊ីហាត់សួរម្ដងទៀតថាតើនាងចង់ទៅក្រំវល់ធ្វើអីនាងឆ្លើយដូចមុនអញ្ចឹងគឺនាងចង់ទៅនោះគឺមើលទេសភាពតែប៉ុណ្ណោះមើលទេសភាពបើនាងនិយាយពាក្យនេះម្ដងទៀតយើងនឹងដេញមាត់របស់នាងឲ្យជាប់រហូតហើយតួស្រីលឺហើយភ័យតែម្ដងកែភ្នែកនេះទៀតហើយរាល់ពេលដែលគេមើលមកនាងវាហាក់ដូចជាគេមើលធ្លុះនាងអញ្ចឹងការសម្លឹងមើលពីក្បាលដល់ចុងជើងរបស់គេមកលើនាងពិតជាធ្វើឲ្យនាងទទួលបានអារម្មណ៍ចម្លែកយ៉ាងណាមិញនាងត្រូវតែនៅឲ្យឆ្ងាយពីបុរសម្នាក់នេះនាងក៏យកលេសទៅថាមកពីទីនោះគឺល្បីថាមានម្ហូបឆ្ងាញ់ជាច្រើននិយាយមិនទាន់ចប់ស៊ីហាត់ក៏ថាឲ្យនាងគ្មានហេតុផលសោះនាងឆ្លងកាត់វាខ្សាច់មរណៈដោយសារតែហេតុផលបែបនោះគ្មានមនុស្សណាគេទៅធ្វើអញ្ចឹងនោះទេព្រាមនោះជំនួយការរបស់គេក៏មកដល់ជួយនាងបានមកពេលទៅស៊ីហាត់ក៏ណែនាំថាជំនួយការរបស់គេឈ្មោះណាសឺហើយក៏សួរឈ្មោះរបស់តួស្រីផងដែរតួស្រីឆ្លើយទាំងនៅក្នុងចិត្តនេះជេរគេមកយូរហើយទើបសួរឈ្មោះអាចមនាងក៏ឆ្លើយខ្ញុំឈ្មោះថាអាស៊ីណាស៊ីហាត់ក៏ឲ្យណាសឺយកនាងទៅដោយធុញជាខ្លាំងប៉ុន្តែក៏មិនភ្លេចឲ្យភ្នែកគ្នាទៅវិញទៅមកដែរមែនហើយតួប្រុសដឹងថាស្រីម្នាក់នេះប្រហែលជាខ្លាចគេដូច្នេះគេនឹងមិនអាចទទួលបានចម្លើយពីនាងបានដូចងាយៗនោះទេអញ្ចឹងហើយណាសឺគួរតែជាអ្នកសួរនាងវិញនិងស្វែងរកអត្តសញ្ញាណពិតរបស់នាងចូលមកដល់ក្នុងបន្ទប់សួរចម្លើយណាសឺក៏សួរសំណួរមួយចំនួនថានាងមកពីណាដែរអាស៊ីណាឆ្លើយថានាងមកពីស៊ីក្រែនដែលជាអាណាចក្រតូចមួយនៅជាប់ក្រោមវល់ដែរវាជាអាណាចក្រតូចអញ្ចឹងហើយមិនសូវមានមនុស្សដឹងពីវាប្រហែលនោះទេនាងក៏សួរគេវិញពីវាខ្សាច់ដែលពួកគេចាប់នាងមកនោះហេតុអ្វីពួកគេហៅវាថាជាវាខ្សាច់មរណៈណាសឺក៏ប្រាប់នាងទៅថាមកពីទីនោះគ្មានទឹកនោះទេទោះជាមានភ្លៀងក៏គ្មានទឹកនៅលើដីដែរដោយសារតែខ្យល់មិនប្រក្រតីផងនៅទីនោះមនុស្សនឹងអាចវង្វេងផ្លូវបានដោយងាយដោយបរិស្ថានបែបនេះមនុស្សមិនអាចរស់នៅទីនោះបាននោះទេពួកគេនឹងស្លាប់មិនខានបើវង្វេងតែប្រហែលថ្ងៃនោះ
នៅមានពាក្យចចាមអារាមថាមានខ្មោចនឹងបណ្ដាសានៅលើវាខ្សាច់នោះទៀតណាសក៏ចង់តេស្តនាងចង់ដឹងថានាងនិយាយកុហកឬក៏និយាយការពិតតែនាងដឹងទេថាផឺសៀនិងក្រុមវ៉ជាសត្រូវនឹងគ្នាគេពិតជារឿងពិបាកជឿបន្តិចថានាងបថយជីវិតខ្លួនឯងដោយសារអ្វីអាស៊ីណាឆ្លើយដោយចេញពីចិត្តនៅទិសខាងជើងភ្នំផ្លាស់ប្ដូរពណ៌ជានិច្ចតាមរដូវកាលនៅមានស្មៅពណ៌បៃតងដ៏ស្រស់ស្អាតទៀតប៉ុន្តែអ្វីដែលពួកយើងគ្មាននោះគឺសមុទ្រដែលមានវាលខ្សាច់ដូច្នេះហើយទើបខ្ញុំចង់ឃើញទេសភាពវាលខ្សាច់ការគិតរបស់ខ្ញុំក្រោយពេលមើលឃើញវាលខ្សាច់នេះហើយវាពិតជាស្រស់ស្អាតជាងអ្វីដែលខ្ញុំបានសម័យទុកទៅទៀតនាងមិនប្រកាន់នោះទេបើនាងត្រូវស្លាប់នៅក្រោមពន្លឺថ្ងៃដ៏ក្តៅមួយនេះដូច្នេះហើយនាងរៀងភ្ញាក់ផ្អើលបន្តិចនៅពេលដែលឮថាវាលខ្សាច់ដ៏ស្រស់ស្អាតនេះហៅថាវាលមរណៈស្ដាប់ឮការរាយរាប់របស់នាងហើយណាសក៏ដឹងថានាងពិតជានិយាយការពិតមែនតើមានអ្នកណាហៅវាលខ្សាច់មរណៈថាស្អាតទៅនៅនាងអាស៊ីណាវគ្គនេះក៏ស្លេះត្រឹមនឹងសិនអ្នកទាំងអស់គ្នាសូមកុំភ្លេចរងចាំទស្សនាភាពបន្តណាអរគុណ